Bàថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីវិធីចងកន្ទុយនៃសិប្បនិមិត្តហើយនឹងដាក់ផ្លែសន្ទូចហើយផ្លែសន្ទូចដែលយើងជ្រើសរើសយកគឺផ្លែសន្ទូចដែលមានលេខ 2O បាទសម្រាប់ជាផ្លែរបស់ VMC បាទមិនចេះច្រេះហើយកន្ទុយរបស់វាគឺកស៊ូបងឯកាំងបាទក្រោយពីយើងបានយកវាទៅធ្វើពណ៌ធ្វើថ្នាំរួចហើយយើងត្រូវយកមកវាចងកន្ទុយធ្វើឲ្យដាក់ផ្លែកាត់របស់វាចេញហើយកស៊ូយើងកាត់វាប្រហែលជា5 សង់ទីម៉ែត្របាទរួចហើយយើងបត់វាជា3ឬបត់វាជា2ក៏បានយើងចូលរបៀបនេះហើយយកអំបោះយកមករុំវា1 2 3ជុំក៏បានមិនបាច់ច្រើនពេកទេបាទហើយទាញវាតឹងកាលណាយើងទាញវាតឹងធ្វើឲ្យកន្ទុយវាសំពងល្អរួចហើយយើងចាប់វាយ៉ាងនេះហើយទាញវាយ៉ាងនេះគឺបាទនេះរួចជាការស្រេចសម្រាប់ការចងកន្ទុយរួចហើយយើងចាត់វាឲ្យវាស្អាតហើយឲ្យវាស្មើបាទមានលក្ខណៈបែបនេះរួចហើយដាក់ផ្លែសន្ទូចមុននឹងដាក់ផ្លែសន្ទូចយើងចាក់ទាញកន្ទុយវាមកបាទវាបាទហើយតត់សក់វាចូលព្រោះផ្លែសន្ទូចត្រូវដាក់ឲ្យវាបាសឡើងទៅលើអញ្ចឹងការចង់កន្ទុយដាក់ផ្លែសន្ទូចរួចជាការស្រេច
បន្តទៅទៀតគឺជាការដាក់ស្នាប់ដើម្បីការពារកុំឲ្យជាប់សម្រាមបាទ